ពិធីសំណេះសំណាលអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ1 តុលាឆ្នាំ2025នៅស្រុកចំការលើខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី31ខែតុលាឆ្នាំ2025នេះមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ចាមសហការជាមួយនឹងសាលាស្រុកចំការលើរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី1ខែតុលាឆ្នាំ2025ក្រោមប្រធានបទវ័យចាស់ដោយសេចក្តីថ្លៃថ្នូរដោយមានការអញ្ជើញចូលរួមពីលោកជំទាវប៉ាងដានីអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកទូចវឌ្ឍនាប្រធានមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ចាមអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងអ៊ំពូមីងលោកតាលោកយាយជាអតីតមន្ត្រីរាជការស៊ីវិលអតីតយុទ្ធជនសមាជិកសមាគមមនុស្សចាស់និងព្រឹទ្ធាចារ្យក្នុងស្រុកចំនួន150នាក់សរុបចំនួន200នាក់បន្ទាប់ពីលោកទូចវឌ្ឍនាប្រធានមន្ទីរសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តកំពង់ចាមអានសារាចរស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី1ខែតុលាឆ្នាំ2025លោកសំពិសិដ្ឋអភិបាលស្រុកចំការលើអានសារលិខិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមកលោកជំទាវប៉ាងដានីអភិបាលរងខេត្តកំពង់ចាមបានមានប្រសាសន៍ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់និងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតដែលជានិច្ចការតែងតែបានផ្ដល់នូវក្តីអាណិតស្រឡាញ់សន្តោសប្រណីនិងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់លោកតាលោកយាយព្រឹទ្ធាចារ្យអ៊ំពូមីងនិងជនរួមជាតិទាំងអស់លោកជំទាវក៏បានគូបញ្ជាក់ផងដែរថាទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ1 តុលាបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារដ៏មានប្រសិទ្ធភាពសម្ដៅលើកស្ទួយសុខុមាលភាពមនុស្សចាស់ឲ្យកាន់តែប្រសើរឡើងហើយទិវានេះក៏បង្ហាញឲ្យឃើញអំពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់និងបុព្វការីជនក្នុងសង្គមជាតិផងដែរលោកជំទាវក៏បានគូបញ្ជាក់ផងដែរថាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតស្វាហាប់និងជ្រាបវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពដោយបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងសុខុមាលភាពរបស់មនុស្សវ័យចាស់ក្នុងនោះមាននិវត្តជនជាមន្ត្រីរាជការស៊ីវិលនិវត្តជនជាអតីតយុទ្ធជនមានពិការភាពនិងជនចាស់ជរាក្រីក្រគ្មានទីពឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាងនិងការការពារមាតុភូមិឆ្នាំ2023-2028នៅក្នុងកម្មវិធីគោលនយោបាយអាទិភាពទី3នៃអាទិភាពទាំង6បានកំណត់យកការធ្វើស្ថាបនូបនីយកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្នដើម្បីបន្តអភិវឌ្ឍប្រព័ន្ធជំនួយសង្គមសម្រាប់កសាងសង្គមមួយដែលមានភាពរឹងមាំមានភាពធន់និងប្រកបដោយបរិយាបន្នសូមបញ្ជាក់ផងដែរថាអំណោយផ្ដល់ជូនលោកតាលោកយាយចំនួន150នាក់ក្នុងម្នាក់ទទួលបានអង្ករ25គីឡូក្រាមមីខ្លាឃ្មុំ1កេសទឹកត្រី1យួរទឹកស៊ីអ៊ីវ1យួរនិងថវិកាចំនួន20,000រៀលផងដែរ